បាទសូមគោរពប្រិយមិត្តនិងទស្សនិកជនដែលកំពុងតាមដាននៅវីដេអូរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងនៅក្នុងវត្តដៃអំពូដែលស្ថិតនៅក្នុងឃុំថេងខ្វើយស្រុកមេស្វៀងខេត្តសត្រាំងដើម្បីចែករំលែករូបភាពទូកងរបស់វត្តដៃអំពូដែលមានការសាងសង់ថ្មីក្នុងឆ្នាំ2025នេះឥឡូវសូមប្រិយមិត្តនិងទស្សនិកជនតាមដាននៅវីដេអូនេះណាបាទនេះជារូបភាពទូកងរបស់វត្តដៃអំពូដែលមានការសាងសង់ថ្មីក្នុងឆ្នាំ2025នេះយើងឃើញថារូបភាពរបស់ទូកងដៃអំពូមានរាងយ៉ាងស្អាតមិនដឹងថាក្នុងឆ្នាំ2025នេះមានលទ្ធផលយ៉ាងណាទេហើយយើងចាំតាមដានណាប្រសិនឃើញវីដេអូរបស់ខ្ញុំមានការចាប់អារម្មណ៍សូមប្រិយមិត្តនិងទស្សនិកជនចុច like និង follow មួយសូមអរគុណច្រើន